ជំរាបសួរបងប្អូនអំពូមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំជាមួយស្រីនោះមកធ្វើជាវីដេអូបង្ហាញទៅកាន់បងអំពូមីងដែលឆ្លាញ់និស្ស័យខាងចិញ្ចឹមមាន់ពងក្រហមបងប្អូននេះដែរកសិដ្ឋានខ្ញុំចិញ្ចឹមមាន់ពងក្រហមហើយក៏ទទួលបានផលបដាដែរហើយបងប្អូនចាមាន់ពងក្រហមនេះខ្ញុំដាក់ចំនួនចិញ្ចឹមដាក់ទៅត្រង់នេះចំនួនចូលមួយខែបងប្អូនមួយខែនេះវាចាប់ផ្ដើមទទួលបានផលមកបដាដែរក្នុងមួយថ្ងៃយើងទទួលបាន600គ្រាប់ដែរបងប្អូនចំពោះមេកំមុំហើយឥឡូវនេះកូនចៅខ្ញុំគាត់កំពុងតែដើររើសពងមាន់ដែរបងប្អូននៅក្នុងកឋានហ្នឹងសម្រាប់កឋានខ្ញុំគឺខ្ញុំចិញ្ចឹមបែបលក្ខណៈចម្រុះមានមិនថាមាន់ស្រែឬក៏តេយពងទាំង3មុខហ្នឹងគឺនឹងមាន់ពងក្រហមហ្នឹងគឺខ្ញុំចិញ្ចឹមមានទាំង3មុខបងប្អូនចា៎ហើយសប្តាហ៍នេះខ្ញុំចិញ្ចឹមសាឡបងដល់យកបទពិសោធន៍ដែរទេដែលខ្ញុំចិញ្ចឹមមាន់ពងក្រហមនេះឥឡូវវាទទួលបានលទ្ធផលមកបដាដែរអញ្ចឹងណាបងប្អូនចា៎ហើយមួយរយៈមុនសម្រាប់ខ្ញុំចិញ្ចឹមមាន់ដាក់ពងក្រហមនេះចូលគាត់ថាដាក់មកយើងវាជួបជំងឺដែរបងប្អូនប៉ុន្តែជួបជំងឺកំឡុងពេលដែលយកមកពីគេមាន់ស្គមអញ្ចឹងណាអញ្ចឹងខ្ញុំទិញមាន់ដែលកំមុំហើយទេបងប្អូនចាអញ្ចឹងពេលដែលមាន់នេះដាក់មកភ្លាមគឺចាប់ផ្ដើមធ្វើឲ្យយើងពិបាកដែរបងប្អូនដោយសារយើងបើសិនជាយើងអត់បកកែនៅក្នុងការដាក់ថ្នាំឬក៏បច្ចេកទេសមានខ្លួនឯងទេក៏ពិបាកដែរក្នុងការចិញ្ចឹមមាន់ពងក្រហមនេះបងប្អូនចាហើយនេះជាបទពិសោធន៍ខ្ញុំមួយដែរដែលខាងក្រុមហ៊ុនក៏ដាក់មាន់មកប្រភេទមាន់ដែលស្គមអោយប៉ុន្តែយើងកែប្រែវាបានលទ្ធផលមកច្រើនល្អច្រើនបងប្អូនចាជីទូទៅរាល់បងអំពុះមីងដែលពួកគាត់ចិញ្ចឹមយើងចិញ្ចឹមអីក៏ដោយយើងត្រូវមានបទពិសោធន៍និងចំណេះដឹងពីខ្លួនឯងមកបានច្រើនដែរបានយើងធ្វើទៅវាអត់បរាជ័យអញ្ចឹងដូចខ្ញុំចិញ្ចឹមមាន់ពងក្រហមនេះបើសិនជាខ្ញុំអត់មានបបពិសោធន៍សោះក៏ខ្ញុំពិបាកដែរបងប្អូនដោយសារតែវាដាក់មកភ្លាមគូស្គមមានតែច្បាច់អញ្ចឹងតែយើងដាក់ថ្នាំដាក់អីបើចំណៃវាទៅដាក់ថ្នាំអស់ចំណាយអស់ច្រើនដែរបងប្អូនអញ្ចឹងធ្វើឲ្យលទ្ធផលមួយហ្នឹងគឺយើងពិបាកគ្រប់គ្រងដែរប៉ុន្តែអ្វីដែលសំខាន់ក៏ខ្ញុំព្យាយាមខ្លាំងបងប្អូនចាយើងគិតថាសត្វយើងវាអាណិតសត្វកាលណាដែលយើងដាក់មកអញ្ចឹងហើយឃើញវាស្គមអញ្ចឹងយើងត្រូវតែធ្វើមិនក៏ដោយដើម្បីឲ្យវាបានមកវិញល្អអញ្ចឹងណាបងប្អូនចាហើយមួយរយៈហ្នឹងខ្ញុំអត់សូវបានផលិតវីដេអូធ្វើវីដេអូដោយសារខ្ញុំជាប់ទៅក្រៅទៅរៀននៅក្រៅដែរហើយណាមួយខ្ញុំជាប់បរិញ្ញានៅតាមខេត្តតាមខេត្តចុះតាមខេត្តរហូតហើយក៏ចុះប្រជុំនេះប្រជុំនោះអញ្ចឹងណាបងប្អូនចាអញ្ចឹងមានញឹកច្រើនហើយណាមួយនៅកឋានបរិយាកាន់តែច្រើនចូលជិត20000ក្បាលហើយអញ្ចឹងវារៀងរវល់ខ្លាំងដែរនៅក្នុងកឋានហ្នឹងអញ្ចឹងកាលណាយើងចំយើងមានបទពិសោធន៍បងប្អូនកាលណាមានបទពិសោធន៍ហើយមានទីផ្សារយើងគិតគូពីចំណូលចំណាយឲ្យបានច្បាស់លាស់កាលណាដែលយើងគិតទាំងអស់នៅឲ្យបានច្បាស់លាស់យើងចិញ្ចឹមទៅវាចេះតែរលូនទៅបងប្អូនចាមិនថាចិញ្ចឹមមាន់ស្រែឬក៏ចិញ្ចឹមមាន់ពងឬក៏ចិញ្ចឹមទេយើងត្រូវច្បាស់ទៅលើការកត់ត្រាចំណូលចំណាយឲ្យបានច្បាស់លាស់ដែរអញ្ចឹងណាបងប្អូនកាលណាដែលយើងច្បាស់លាស់យើងចំណូលយើងក៏មកទៅតាមនឹងដែរអញ្ចឹងណាបងប្អូនចា